ជួនលោកអ្នកសប្បុរសដោយសារតែឃើញចេះបងមួយរយៈនេះឃើញមានការលើកឡើងនៅក្នុងបណ្ដាញសង្គមមានការយកនៅវីដេអូចាស់របស់អតីតសមាគមខ្ញុំប្រើពាក្យហ្នឹងចាស់របស់អតីតសមាគមសក្ខីភគវ័នទេវសក្ខីភគវ័នហ្នឹងណាយកទៅបកស្រាយដោយកាត់នៅពាក្យពេចន៍មួយឃ្លាឬក៏ពីរឃ្លាហ្នឹងយកទៅបកស្រាយឲ្យធ្វើការរិះគន់ខ្ញុំប្រើពាក្យហ្នឹងចាស់ធ្វើការរិះគន់ក្នុងន័យដែលមើលទៅមិនពិរោះស្ដាប់ខ្ញុំមិនហ៊ានថាយ៉ាងម៉េចទេប្រើពាក្យហ្នឹងចុះគឺក្នុងន័យថារិះគន់ដោយមិនពិរោះស្ដាប់ព្រោះលោកអ្នកមិនបានចូលទៅពង្រាយសេចក្តីដូចនៅអ្វីដែលគេលើកឡើងនោះទេលោកអ្នកគ្រាន់តែកាត់ពាក្យមកឃ្លាពីរឃ្លាមកប្រយោគពីរប្រយោគហើយលោកអ្នកយកពាក្យនោះយកទៅអធិប្បាយមានធម្មវាគ្មិនខ្លះមានធមិកតិកាចាខ្លះដែលលោកកាត់ពាក្យនឹងយកទៅបកស្រាយនឹងធ្វើឲ្យមានការយល់ច្រឡំក្នុងសន្ទាប់មហាជនមិនតែប៉ុណ្ណោះលោកអ្នកសប្បុរសទាំងឡាយហ្នឹងក៏លោកបានកាត់រូបលោកគ្រូជាម្ចាស់ហ្នឹងដាក់អូឈូនោះពីខាងក្រោយទៅទៀតមានន័យថាលោកកាត់រូបលោកគ្រូជាម្ចាស់ដាក់នៅផ្នែកខាងមុខហើយដល់ពេលផ្ទាំង background នេះដាក់រូបអូឈូពីខាងក្រោយលោកអ្នកសប្បុរសសូមមេត្តាកុំធ្វើអញ្ចឹងអីខ្ញុំមិនដឹងថាគោលបំណងឬចេតនារបស់លោកអ្នកសប្បុរសនោះក្នុងន័យអីទេប៉ុន្តែខ្ញុំសូមបញ្ជាក់ថាលោកគ្រូជាម្ចាស់មិនធ្លាប់បានសិក្សានៅក្នុងសំណាក់អូសូឡើយហើយក៏មិនមែនជាសិស្សរបស់អូសូដែរអញ្ចឹងនៅក្នុងគោលបំណងសំខាន់របស់គ្រួសារការពិតនេះអ្វីដែលយើងចង់បាននោះគឺការចូលរួមជាមួយនឹងរដ្ឋាភិបាលធ្វើសុខដុមនីយកម្មនៅក្នុងសង្គមជាតិនេះដោយសុខសន្តិភាពតែប៉ុណ្ណោះហើយអ្វីដែលពួកយើងសាបព្រោះនេះមិនមែនជាលទ្ធិទេមិនមែនជាជំនឿទេមិនមែនជាមនោគមវិជ្ជាទេវាជាបទពិសោធន៍នៃការចោះទៅកាន់អង្កេតជាក់ច្បាស់ដោយខ្លួនឯងជាវិទ្យាសាស្ត្រពិភពខាងក្នុងប៉ុណ្ណោះអញ្ចឹងមិនពាក់ព័ន្ធរឿងចលាចលឬក៏មិនពាក់ព័ន្ធធ្វើឲ្យចលាចលនៅក្នុងសង្គមទេបើនិយាយអំពីកិច្ចការក្នុងโลกនេះវិញគឺវាសម្បូរណាស់សម្បូរតែទៅខាងផ្នែកដែលនាំការរវល់ឲ្យចិត្តវាសម្បូរតែការងារដែលនាំឲ្យជាប់ជំពាក់នៅក្នុងโลกនេះហើយវាសម្បូរតែនាំឲ្យកើតរឿងសៅហ្មងរហូតទៅដល់ថាធ្លាក់ទៅកាន់អបាយមុខផ្សេងលោកអ្នកសម្រាប់ឃើញហើយបច្ចុប្បន្ននេះសម្បូរណាស់មិនថាស្រុកគេស្រុកយើងទេគឺលោកអ្នកឃើញហើយមានទាំងពីចោរកម្មមានទាំងពីការរំលោភបំពានការកាប់សម្លាប់អីហ្នឹងគឺវាសម្បូរបែបអញ្ចឹងមានន័យថារឿងរបស់លោកនេះហ្នឹងណាសម្បូរតែការរំលឹកទៅកាន់គ្រឿងសៅហ្មងនៅក្នុងលោកនេះតែប៉ុណ្ណោះឃើញហើយគ្រប់យ៉ាងគ្រឿងសង្វឹងអីផ្សេងរហូតដល់សម្ដេចដែលជាប្រមុខរដ្ឋហ្នឹងលោកហាមមិនឲ្យដាក់រង្វាន់នៅក្នុងគ្រឿងសង្វឹងទៀតឃើញទេចេញសេចក្តីប្រកាសគឺមិនឲ្យដាក់រង្វាន់នៅក្នុងគ្រឿងសង្វឹងទេបាទមិនឲ្យផ្សាយពាណិជ្ជកម្មទៅទៀតគឺឃើញថាជួយទប់ស្កាត់ចំពោះអំពើអបាយមុខជួយទប់ស្កាត់ចំពោះសកម្មភាពណាដែលនាំឲ្យមានរំខានដែលសកម្មភាពទាំងអស់ហ្នឹងវាទៅបំផ្លិចបំផ្លាញនៅប្រាជ្ញាស្មារតីរបស់កុលបុត្រកុលធីតាខ្មែរនេះអញ្ចឹងហើយលោកបានឃើញថាវាជាគុណវិបត្តិលោកបានឃើញថាមិនមែនជាគុណសម្បត្តិទេបានឲ្យលោកប្រឹងការពារប្រឹងថែធួនណាអញ្ចឹងមិនចង់ឲ្យយុវជនចំនួនក្រោយកុលបុត្រកុលធីតារបស់ខ្មែរយើងនេះធ្លាក់ទៅកាន់ជាកោសិកាមួយដែលអប្រាជ្ញាស្មារតីទេអញ្ចឹងទាំងនាយកដ្ឋានប្រឆាំងនឹងគ្រឿងញៀនក្តីលោកប្រឹងប្រែងណាដើម្បីបំបត្តិទាំងភានកច្ឆាគ្រឿងញៀនទាំងអស់ហ្នឹងព្រោះអាហ្នឹងវាចូលទៅបំផ្លាញប្រាជ្ញាស្មារតីរបស់មនុស្សនេះហើយបើមើលមកក្នុងសំណាក់របស់ពួកយើងវិញយើងសិក្សាការពិតនៅក្នុងខ្លួនដែលគុណសម្បត្តិសំខាន់នោះគឺបានជួយពង្រឹងប្រាជ្ញាស្មារតីនេះរបស់បុគ្គលម្នាក់យើងនិយាយឲ្យស្ដាប់គ្នាបានថាជាកោសិកាសង្គមណាលោកអ្នកអ
នៅពេលណាដែលកោសិកាសង្គមទាំងអស់របស់យើងជាកោសិកាសង្គមប្រកបដោយប្រាជ្ញាស្មារតីចេះទទួលខុសត្រូវចំពោះសង្គមជាតិនិងខ្លួនឯងសង្គមយើងនឹងរីកចម្រើននេះហើយគឺជាកិច្ចការរបស់ពួកយើងគឺជាការចូលរួមធ្វើសុខដុមនីយកម្មជាមួយនឹងរាជរដ្ឋាភិបាលចំពោះការផ្សាយនៅសន្តិភាពដួងចិត្តជូនមហាជនតែប៉ុណ្ណោះអញ្ចឹងយើងមិនមានបំណងអីផ្សេងទេអញ្ចឹងចំពោះលោកអ្នកសប្បុរសទាំងឡាយដែលលោកប្រើពាក្យពេចន៍ឬក៏កាត់តវីដេអូឬក៏រូបភាពដូចខ្ញុំលើកឡើងខាងដើមហ្នឹងខ្ញុំមិនដឹងថាក្នុងគោលបំណងអីដែរប៉ុន្តែខ្ញុំបានពិនិត្យមើលទៅយើងឃើញថាវានាំឲ្យមានការដែលប្រតិកម្មទៅវិញទៅមកចំពោះសិស្សគុណមួយចំនួនឬក៏លោកអ្នកមួយចំនួនដែលគាត់មិនបានគ្រប់គ្រងខ្លួនឯងបានល្អលោកអាចឈានទៅដល់ការប្រតិកម្មមានទាំងខាងគ្រប់គ្រងមានទាំងខាងបដិសេធមិនគ្រប់គ្រងណាមានខាងគ្រប់គ្រងផងមិនគ្រប់គ្រងផងអញ្ចឹងទៅធ្វើឲ្យវាហុយផ្សែងក្នុងសង្គមយើងវាអាចកើតទៅជាចលាចលពាក្យសម្ដីលោកអ្នកសប្បុរសត្រង់ចំណុចនេះណាបាទវាคล้ายជាសង្គ្រាមទស្សនៈវាคล้ายជាចំនួនទិដ្ឋិដែលនាំឲ្យវឹកវរនៅក្នុងសង្គមរបស់យើងតែប៉ុណ្្នឹងទេវាអត់ចំណេញអីទេបាទដេកមិនលក់បក់មិនហើយចង់ឈ្នះចង់ចាញ់វាអត់ចំណេញអីទេសង្គមជាតិយើងកំពុងតែត្រូវការភាពសាមគ្គីភាពកំពុងតែត្រូវការភាពស្រស់ស្រួលមូលមតិគ្នាដើម្បីជួយជ្រោមជ្រែងជាតិរបស់យើងដើម្បីជួយជ្រោមជ្រែងសុខទុក្ខរបស់ប្រទេសរបស់យើងហេតុអីបានជាបង្កាត់ផ្សែងឲ្យហុយឡើងចំពោះរឿងដែលគេកប់ចោលទៅហើយនោះព្រោះសេចក្តីប្រកាសរបស់រដ្ឋាភិបាលចំពោះអតីតសមាគមទេវសក្ខីភគវ័ននោះចំណុចទី1នោះគឺត្រូវរំលាយចោលហើយសមាគមត្រូវបានរំលាយហើយចំណុចហាមទី2នោះគឺថាហាមមិនឲ្យលោកគ្រូជាម្ចាស់នឹងចុះមូលដ្ឋានយកធម៌របស់ព្រះសម្មាសម្ពុទ្ធនឹងទៅសម្ដែងហើយការអនុវត្តនេះលោកគ្រូជាម្ចាស់ក៏គោរពតាមបទបញ្ញត្តិនឹងដែរបាទគ្រប់ជ្រុងជ្រោយមិនបានចុះទៅតាមមូលដ្ឋានទៅលើកយកធម៌របស់ព្រះសម្មាសម្ពុទ្ធទៅសម្ដែងដូចមុនទេលោកអ្នកសប្បុរសទាំងឡាយមើលត្រង់ចំណុចនេះពួកយើងអនុវត្តបានពេញលេញហើយអញ្ចឹងរឿងដែលចាស់ទៅហើយវាដូចជារឿងដែលគេកប់ចោលទៅហើយណាលោកអ្នកហេតុអីបានយើងទៅគោះកាយរឿងនោះយកមកជជែកវែងញែកឡើងវិញនាំឲ្យមានការវិវាទទស្សនៈនាំឲ្យមានការបកស្រាយតាមបណ្ដាញសង្គមរហូតដល់ថាលោកអ្នកសប្បុរសទាំងឡាយលោកអ្នកមិនកាន់ជើងខាងណាលោកក៏យល់ថាមានអារម្មណ៍រំខានគេថាយើងអត់ការងារធ្វើទេអីបានទៅជាបង្កើតនៅវិវាទទស្សនៈនាំឲ្យចលាចលនៅក្នុងសង្គមហ្នឹងធៀបពិតណាបងអ្វីដែលសំខាន់នោះយើងត្រូវមើលមូលដ្ឋានដើមរបស់ពួកយើងមូលដ្ឋានដើមរបស់ពួកយើងគឺជាអ្នកនាំសន្តិភាពឃើញទេហើយមូលដ្ឋានដើមរបស់ព្រះសម្មាសម្ពុទ្ធក៏ដូចគ្នាដែរជាអ្នកផ្សាយនៅមេត្តាធម៌ជាអ្នកផ្ដល់ជាអ្នកប្រកាសនៅសច្ចធម៌ជាអ្នកផ្ដល់នៅសន្តិភាពអញ្ចឹងរឿងអីដែលឲ្យពួកយើងនៅមានសេចក្តីប្រកាន់ហើយលើកនៅទស្សនៈជជែកវែងញែកក្នុងសង្គមនាំឲ្យមានផលរំខានដូច្នេះដោយពាក្យស្លោកមួយគេលើកឡើងថាគុណ100សំពៅទោះមួយចូលទៅរលាយគុណអស់អញ្ចឹងសូមកុំឲ្យមានការបែកបាក់ផ្ទៃក្នុងព្រោះលោកអ្នកសប្បុរសទាំងឡាយខ្ញុំជឿថាលោកអ្នកនឹងដឹងរឿងនេះគ្រប់គ្នាតែម្ដងការបែកបាក់ផ្ទៃក្នុងរបស់ជាតិការបែកបាក់សាមគ្គីភាពរបស់ជាតិនេះនាំឲ្យជាតិយើងអន់ថយនាំឲ្យជាតិរបស់យើងនឹងវិនាសទេវាអត់មានសេចក្តីចម្រើនអីចំពោះជាតិយើងទេប្រសិនបើលោកអ្នកសប្បុរសទាំងឡាយលោកមានបំណងចង់ដេញដោលតែម្ដងពីលោកគ្រូជាម្ចាស់បើកចំហចំណុចនេះលោកអ្នកសប្បុរសនឹងបងដែលយើងបានទទួលអាវាតពីលោកគ្រូជាម្ចាស់មកត្រង់ចំណុចនេះលោកសូមប្រកាសតាមរយៈសិស្សរបស់លោកតាមរយៈខ្ញុំនឹងដែលមានសម្ដែងនៅក្នុងថ្ងៃនេះហ្នឹងគឺថាសូមប្រកាសជាអាឡារិកជូនលោកអ្នកសប្បុរសទាំងឡាយ
ចំពោះការសម្ដែងរបស់លោកគ្រូជាម្ចាស់ក្តីចំពោះការសម្ដែងនៅក្នុងคลิปវីដេអូដែលពួកយើងបង្ហោះទៅក្រោយនេះក្តីប្រសិនបើមានសេចក្តីមិនដាច់ស្រេចហើយលោកអ្នកគិតថាវាខុសទៅនឹងដំណើរធម្មជាតិលោកអ្នកសប្បុរសអាចអញ្ជើញមកជួបបានអាចអញ្ជើញមកតទល់គ្នាបានប៉ុន្តែការជួបការតទល់នេះមិនមែនមានន័យថាយើងហៅគ្នាឆ្លោះគ្នាទេណាលោកអ្នកសប្បុរសសូមកុំច្រឡំណាព្រោះយើងអត់អាច clear cut ឬក៏ធ្វើឲ្យដាច់ស្រេចដោយការទៅត្រឹមតែមកពោលខាងក្រៅពីខាងក្រៅនោះទេព្រោះរឿងធម្មជាតិនៃភាពបរិសុទ្ធក្តីរឿងដំណើរធម្មជាតិនេះក្តីដាច់ខាតត្រូវតែទល់មុខតែម្ដងជាពិសេសគឺមួយនឹងមួយទល់មុខដូចខ្ញុំបងអញ្ចឹងនៅពេលដែលយើងជួបគ្នាផ្ទាល់អញ្ចេះយើងបានស្ដែងនៅអារម្មណ៍យើងបានស្ដែងនៅបទពិសោធន៍យើងអស់នៅការសង្ស័យចំណុចចម្បងនៅក្នុងទីនេះលោកអ្នកសប្បុរសទាំងឡាយការជួបគ្នានេះគឺដើម្បីបន្សាត់បង់នៅសេចក្តីសង្ស័យចំពោះដំណើរធម្មជាតិនេះគឺជាជំហររបស់ពួកយើងខ្ញុំសូមបញ្ជាក់ម្ដងទៀតមិនមែនពួកយើងប្រកាសសង្គ្រាមឬក៏បង្កើតវាទនៅក្នុងសង្គមឲ្យចលាចលទេលោកអ្នកសប្បុរសអាចមកជួបផ្ទាល់ក៏បានអាចអញ្ជើញទៅជួបក៏បាននៅក្នុងទីសាធារណៈដែលអាចឲ្យមហាជននឹងលោកបានដឹងបានឮផងបើនិយាយពីខាងអាជ្ញាធរលោកហាមនោះគឺហាមតែចំណុចដែលខ្ញុំលើកឡើងនេះទេមានន័យថាហាមមានអាជ្ញាធរគ្រប់លំដាប់ថ្នាក់តាមមូលដ្ឋានទាំងអស់ហាមលោកគ្រូជាម្ចាស់ចុះមូលដ្ឋានយកធម៌ព្រះសម្មាសម្ពុទ្ធទៅសម្ដែងអញ្ចឹងបើការបកស្រាយផ្សេងដូចជាដំណើរធម្មជាតិដែលស្ដែងចេញនៅក្នុងទីនេះការពិសោធន៍អីផ្សេងដែលជារបបកំហើញដែលលោកគ្រូជាម្ចាស់ស្ដែងចេញឲ្យដល់សាធារណជនដល់សិស្សនោះគឺមិនមានហាមទេហើយចំពោះការដែលយើងជួបគ្នានេះក៏មិនមានន័យថាត្រូវលើកវាទៈឬក៏ទិដ្ឋិផ្សេងដើម្បីឲ្យយើងទៅជាចំនួនឬក៏យកធម៌ព្រះសម្មាសម្ពុទ្ធយកមកវែកញែករកខុសរកត្រូវទេព្រោះមួយរយៈកាលកន្លងក្រោយនេះបន្ទាប់ពីមានការហាម5ហើយលោកគ្រូជាម្ចាស់ក៏មិនបានសម្ដែងធម៌របស់ព្រះសម្មាសម្ពុទ្ធទៀតដែរលោកលើកឡើងនៅតែរបបកំហើញនៅក្នុងខ្លួនតែប៉ុណ្ណោះបទពិសោធន៍នៅក្នុងខ្លួនតែប៉ុណ្ណោះជាវិជ្ជាជីវិតសុទ្ធសាធអញ្ចឹងត្រង់ដែលមានការសម្ដែងទៅហើយមានការបង្រៀនទៅហើយនៅមានការខ្ទាស់សេចក្តីត្រង់ណានៅក្នុងដំណើររបស់ធម្មជាតិដែលនាំឲ្យមានការយល់ច្រឡំលោកអ្នកសប្បុរសអាចអញ្ជើញមកជួបលោកគ្រូជាម្ចាស់ផ្ទាល់បានពេលណាក៏បានហើយសេចក្តីប្រកាសនេះគឺមិនតែចំពោះបុគ្គលណាឬអ្នកណាម្នាក់នោះឡើយគឺសូមប្រកាសអញ្ជើញទូទៅដល់លោកអ្នកសប្បុរសទាំងអស់ទាំងនៅក្នុងគ្រប់លទ្ធិគ្រប់សាសនាទាំងអស់ទាំងលោកអ្នកប្រាជ្ញទាំងខាងអក្សរសាស្ត្រក្តីវិទ្យាសាស្ត្រក្តីសាសនាក្តីនៅក្នុងពុទ្ធសាសនាក្តីនៅក្នុងគ្រិស្តសាសនាក្តីនៅក្នុងមូស្លីមសាសនាក្តីនៅក្នុងព្រហ្មញ្ញសាសនាក្តីលោកអាចអញ្ជើញមកសាកសួរបានយកលោកអាចអញ្ជើញមកដេញដោលបានអំពីដំណើរធម្មជាតិមួយនេះពួកយើងមិនមានសិទ្ធិក្នុងការហាមឃាត់លោកអ្នកមិនឲ្យនិយាយមិនឲ្យរិះគន់ទេប៉ុន្តែសូមធ្វើក្នុងទម្រង់ណាមួយដែលកុំឲ្យជាតិយើងចលាចលបាទតែប៉ុណ្្នឹងទេការដែលជួបគ្នានេះគឺជាចំណុចល្អហើយវាប្រសើរជាងដែលស្រែកឲ្យគ្នាទៅវិញទៅមកដោយមិនយល់អំពីគ្នាអញ្ចឹងមានតែការជួបគ្នាទេទើបយើងអាចយល់អំពីគ្នាបានលោកគ្រូលោកមិនមែនអ្នកសម្ដែងនៅពុទ្ធវចនៈទេហើយក៏មិនសម្ដែងនៅធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសសម្ដែងដែរតែគ្រាន់តែលោកប្រកាសសម្ដែងអំពីបទពិសោធន៍ក្នុងខ្លួនទៅវាជាន់ភាសាបាទវាជាន់ភាសាទៅលោកអ្នកដែលមិនបានសិក្សាវែកញែកឲ្យបានល្អលោកថាលោកគ្រូជាម្ចាស់របស់យើងហ្នឹងយកធម៌ពុទ្ធហ្នឹងមកដាក់ន័យផ្សេងអញ្ចឹងណាបាទ
អញ្ចឹងសូមកុំច្រឡំថាយើងប្រកាសអញ្ជើញអ្នកទាំងអស់គ្នាមកពីសំណាក់សាសនានានាមកចែកចែកមិនមែនយកសាសនាមកទៅចែកទេគឺលោកអ្នកអាចមានការពិសោធន៍ក្នុងខ្លួនតាមលទ្ធិរបស់ខ្លួនបើនៅក្នុងចែនលោកពិសោធន៍ក្នុងចែនទៅបើនៅក្នុងគ្រីស្ទៀនលោកពិសោធន៍គ្រីស្ទៀនទៅបើនៅក្នុងមូស្លីមលោកពិសោធន៍មូស្លីមនៅក្នុងពុទ្ធសាសនាលោកពិសោធន៍ក្នុងសិលសមាធិបញ្ញាហ្នឹងទៅប៉ុន្តែលោកមានចំណុចខ្លះដែលយកមកប្រៀបធៀបជាមួយនឹងគ្រូជាម្ចាស់របស់ពួកយើងក្នុងការពិសោធន៍នៅក្នុងខ្លួននេះគេហៅថាវិជាសាស្ត្រពិភពក្នុងខ្លួនពួកយើងនេះវាមានបទពិសោធន៍ខ្ចីវាមានកម្រិតវាមិនដូចជាលោកគ្រូទេអញ្ចឹងលោកអ្នកទាំងអស់មកពីសំណាក់ផ្សេងអាចចូលមកសួរដេញដោលក្នុងភាសាតែពួកយើងនិយាយគ្នានេះណានៅយើងមិញយើងនិយាយពីចំហ3ចំហចិត្តត្រេះរិះនិងចំហចិត្តពួនសង្ងំហើយចំណុចកណ្ដាលគឺជាចំណុចនៃការបានឃើញនៃចិត្តធ្វើការទាំងត្រេះរិះនៃចិត្តទាំងធ្វើការពួនសង្ងំយើងបានឃើញក្រោមការបានឃើញយើងដាក់ឈ្មោះថាជាចិត្តកិរិយាដែលជាហៅថាកម្មកិរិយារបស់ចិត្តដែលកើតឡើងអត់មានសត្វបុគ្គលនៅក្នុងទីនោះយើងប្រើពាក្យអញ្ចឹងដោយសារអីដោយសារយើងជាជនជាតិខ្មែរមើលវចនានុក្រមម្ដេចសង្ឃយន្តណាទៅក៏រើសពាក្យហ្នឹងយកមកប្រើទៅអានេះដែលធ្វើឲ្យមានការភ័ន្តច្រឡំដែរអញ្ចឹងចេញពីខ្ញុំដែលជាសិស្សរបស់លោកគ្រូជាម្ចាស់ពួកយើងចង់បានភាសារួមសេចក្តីមេត្តាមួយរួមសេចក្តីមេត្តាមានន័យថាយើងរកពេលវេលាចូលមកសន្ទនាគ្នាអំពីភាសាដែលយើងស្ដាប់គ្នាអត់បានឬក៏លោកអ្នកមានទីតាំងសមរម្យអាចអញ្ជើញលោកគ្រូចូលទៅសួរដេញដោលអំពីភាសាដែលក្រុមពួកយើងទៅជែកស្អីទៅការពិតក្នុងខ្លួនហ្នឹងស្អីទៅពិភពក្នុងខ្លួនហ្នឹងហើយការធ្វើការរបស់ចិត្តហ្នឹងវាមិនខ្មិចខ្ញុំអត់យល់ទេអញ្ចឹងក៏យើងបង្កើតកម្មវិធីមួយអាចអញ្ជើញលោកគ្រូទៅចូលរួមសួរអំពីរឿងហ្នឹងបានហើយបើលោកអ្នកថាมันមានពេលវេលាបង្កើតកម្មវិធីហ្នឹងទេលោកអ្នកអាចអញ្ជើញចូលមកសំណាក់របស់លោកគ្រូអាចសួរបានក៏ប៉ុន្តែលោកអ្នកត្រូវតែស្នើសុំមុនដើម្បីឲ្យពួកយើងនឹងរៀបចំឲ្យលោកអ្នកនឹងបានចូលមកសំណេះសំណាលសួរអំពីបទពិសោធន៍ជីវិតអំពីពិភពក្នុងខ្លួនអំពីចលនានៃការសង្កេតពិនិត្យប្រព័ន្ធចិត្តហ្នឹងវាមិនមែនពួកយើងប្រកាសហ្នឹងយកលទ្ធិសាសនាយកមកជជែកគ្នាមិនមែនទេណាយ៉ាប់ច្រឡំឡៃហ្នឹងបាទច្រឡំបាទខ្ញុំសូមបញ្ជាក់អញ្ចឹងបាទហ្នឹងហើយបងអរគុណហើយពីយើងទៅក៏គ្រាន់តែចង់លាតត្រដាងនៅដំណើរការរបស់ធម្មជាតិនេះធ្វើការតែប៉ុណ្ណោះអញ្ចឹងមានការយល់ច្រឡំខ្លះមួយទៀតនោះរហូតដល់ថាចៅលោកគ្រូអាចថាចៅលោកគ្រូអញ្ចឹងចាស់ខ្ញុំប្រើពាក្យអញ្ចឹងចៅលោកគ្រូថាជាអ្នកតាំងខ្លួនជាអ្នកត្រាស់ដឹងហើយត្រង់ចំណុចនេះលោកអ្នកសប្បុរសនៅក្នុងសំណាក់របស់លោកគ្រូជាម្ចាស់លោករកបុគ្គលត្រាស់ដឹងអត់មានទេហើយបើត្រាស់ដឹងគឺត្រាស់ដឹងថាអត់បុគ្គលនឹងតែម្ដងអញ្ចឹងនៃសេចក្តីនេះដូចជាអាចលោកអ្នកសប្បុរសដែលមានចិត្តដល់សប្បុរសជ្រះថ្លាក្នុងការសិក្សាការពិតលោកអ្នកអាចនឹងយល់ជ្រួតជ្រាបអំពីបំណងរបស់ពួកយើងហើយអញ្ចឹងក៏សូមខន្តីអភ័យទោសចំពោះរាល់ពាក្យពេចន៍ទាំងឡាយណាដែលពួកយើងពោលទៅហើយគួរក្តីមិនគួរក្តីសូមមេត្តាអភ័យទោសដល់ពួកយើងផងព្រោះពួកយើងទាំងពីរនាក់នេះទាំងសិស្សច្បងនិងខ្ញុំនេះពិតជានៅមានកម្រិតទាំងបទពិសោធន៍និងសេចក្តីអត្ថាធិប្បាយគួរពំពួរសូមមេត្តាខន្តីអភ័យទោសសូមគ្រប់ជូនពរពុកម៉ែបងប្អូនលោកអ្នកសប្បុរសក៏ដូចជាបងនៅក្នុងទីនេះសូមប្រកបបាននៅសុខសុភមង្គលក្នុងដំណើរជីវិតរស់នៅជាប្រចាំថ្ងៃសូមអរគុណសូមជម្រាបលា